អាហារដែលអ្នកគិតថាជួយឲ្យសុខភាពល្អអាចកំពុងបំផ្លាញរាងកាយរបស់អ្នកដោយមិនដឹងខ្លួននៅប្រទេសចិនក្រុមហ៊ុនផ្គត់ផ្គង់អាហារមួយបានលាតត្រដាងថាផ្លែ strawberry បង្កកស្ងួតរបស់ខ្លួនមានសំណល់ថ្នាំសម្លាប់សត្វល្អិតជាង20ប្រភេទហើយកម្រិតលោហៈធាតុធ្ងន់លើសស្តង់ដារដល់ទៅជាង14ដងនេះបើយោងទៅតាមកាសែត The Standard សារធាតុលោហៈធ្ងន់អាចបំផ្លាញតម្រងនោមនិងថ្លើមចំណែកសំណល់ថ្នាំសម្លាប់សត្វល្អិតលើសកម្រិតអាចប៉ះពាល់ទៅដល់ប្រព័ន្ធសរសៃប្រសាទថយការចងចាំចំពោះកុមារអាចបង្អាក់ការអភិវឌ្ឍខួរក្បាលការបរិភោគរយៈពេលយូរក៏ធ្វើឲ្យខូចតម្រងនោមថ្លើមហើយឆ្អឹងក៏ចុះខ្សោយការស៊ើបអង្កេតបង្ហាញថាបញ្ហាមិនមែនកើតតែនៅក្នុងរោងចក្រកែច្នៃទេប៉ុន្តែក៏មកពីផ្លែ strawberry ស្រស់នៅដំណាក់កាលដាំដុះផងដែរនៅខេត្តយូណានដែលជាតំបន់ដាំ strawberry មនុស្សជាច្រើននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់បានទទួលស្គាល់ថាបញ្ហាសំណល់ថ្នាំសម្លាប់សត្វល្អិតនិងលោហៈធាតុធ្ងន់គឺមានជាយូរមកហើយនៅក្នុងផ្លែ strawberry ស្រស់រឿងដែលគួរឲ្យបារម្ភគឺបញ្ហានេះមិនត្រូវបានដោះស្រាយកាសែត The Standard ថាផ្លែ strawberry មានជាតិពុលនៅតែត្រូវបានចែកចាយលក់លើទីផ្សារក្នុងស្រុកអនឡាញនិងនាំចេញគួរបញ្ជាក់ថានៅអាស៊ីរួមទាំងកម្ពុជាផងផ្លែ strawberry កាន់តែពេញនិយមក្រៅពីញ៉ាំស្រស់ៗគេច្រើនយកវាទៅកិនជាទឹកក្រឡុកធ្វើជាបង្អែមនិងការ៉េមជាដើមទោះយ៉ាងណា strawberry មិនមែនមានប្រភពមកពីប្រទេសចិនតែមួយទេដូច្នេះមិនមានការបញ្ជាក់ថាផ្លែ strawberry ស្រស់ឬក៏បង្កកស្ងួតទាំងអស់សុទ្ធតែមានថ្នាំពុលនោះទេការនេះទាមទារឲ្យមានការសហការត្រួតពិនិត្យពីស្ថាប័នពាក់ព័ន្ធចំណែកអ្នកបរិភោគគួរទិញពីប្រភពដែលអាចទុកចិត្តបានព្រោះផ្លែឈើដែលមើលទៅតូចស្អាតផ្អែមនិងឆ្ងាញ់អាចលាក់សារធាតុពុលដែលអ្នកមិនអាចមើលឃើញខ្ញុំរស់សុធាពី News Today NTTV វីកូឡារសជាតិនៃមោទនភាពជាតិ Our Cola Our Pride